អាដាមបណ្ឌិតសភាចាហុងជួនរុនអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិមានជ័យនេះព្រឹកថ្ងៃប្រហោះទី23ខែកក្កដាឆ្នាំ2026អាដាមបណ្ឌិតសភាចាហុងជួនរុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិមានជ័យដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងថ្នាក់បរិញ្ញាបត្រនិងថ្នាក់ក្រោយបរិញ្ញាបត្រពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យខេត្តបន្ទាយមានជ័យដោយប្រព្រឹត្តទៅនៅក្នុងបរិយាកាសអធិកធមប្រកបដោយសេចក្តីថ្លៃថ្នូរនិងមោទនភាពអញ្ជើញចូលរួមពិធីដ៏មានអត្ថន័យនេះមានថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាថ្នាក់ដឹកនាំរដ្ឋបាលខេត្តមន្ទីរអប់រំយុវជននិងកីឡាក្រុមប្រឹក្សានិងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិមានជ័យសាស្ត្រាចារ្យបុគ្គលិកអប់រំនិស្សិតជ័យលាភីអាណាព្យាបាលព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបដែលបានអញ្ជើញចូលរួមអបអរសាទរចំពោះសមិទ្ធផលដ៏ថ្លៃថ្លារបស់និស្សិតពិធីប្រគល់សញ្ញាបត្រនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងក្រសួងអប់រំយុវជននិងកីឡាចំពោះការអភិវឌ្ឍវិស័យឧត្តមសិក្សានិងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពសមត្ថភាពវិន័យសីលធម៌និងការទទួលខុសត្រូវខ្ពស់ទន្ទឹមនឹងនេះពិធីនេះក៏ជាការបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សាកលវិទ្យាល័យជាតិមានជ័យនៅក្នុងការផលិតធនធានមនុស្សដែលមានសក្តានុពលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិការទទួលសញ្ញាបត្រពេលនេះមិនត្រឹមតែជាសក្ខីភាពនៃការខិតខំប្រឹងប្រែងនិងការតស៊ូរបស់និស្សិតនៅក្នុងការសិក្សាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាជំហានដ៏សំខាន់នៅក្នុងការចាប់ផ្ដើមបំពេញតួនាទីជាបញ្ញវន្តនិងជាធនធានមនុស្សប្រកបដោយសមត្ថភាពដែលអាចយកចំណេះដឹងនិងជំនាញទៅបម្រើសង្គមនិងប្រទេសជាតិប្រកបដោយប្រសិទ្ធភាពពិធីនេះក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើនជាបន្តបន្ទាប់របស់សាកលវិទ្យាល័យជាតិមានជ័យក្នុងការលើកកម្ពស់គុណភាពអប់រំការស្រាវជ្រាវការអភិវឌ្ឍកម្មវិធីសិក្សានិងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិនិងអន្តរជាតិដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយគុណភាពស្របតាមស្តង់ដារជាតិនិងអន្តរជាតិក្នុងការដ៏វិសេសវិសាលនេះការអញ្ជើញជាអធិបតីរបស់អាដាមបណ្ឌិតសភាចាហុងជួនរុនបានបង្ហាញអំពីការយកចិត្តទុកដាក់និងការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យអប់រំជាពិសេសការពង្រឹងគុណភាពឧត្តមសិក្សាដើម្បីកសាងធនធានមនុស្សដែលមានសមត្ថភាពខ្ពស់មាននវានុវត្តន៍មានភាពច្នៃប្រឌិតនិងមានឆន្ទៈនៅក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើននិងប្រកបដោយចីរភាព